មនុស្សនៅរស់ត្រូវបានគេយកមកធ្វើតេស្តអាវុធជីវសាស្ត្រពួកគេសម្រាប់មនុស្សរាប់ពាន់នាក់ដើម្បីវិទ្យាសាស្ត្រនេះគឺជាអក្រិតកម្មដ៏ឃោរឃៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហើយអ្វីដែលរន្ធត់បំផុតនោះមហាអំណាចអាមេរិកបានសម្រេចចិត្តលាក់បាំងអក្រិតកម្មនេះក្រោយសង្គ្រាមលោកលើកទី2តើពួកគេលាក់បាំងវាដើម្បីអ្វីថ្ងៃនេះយើងនឹងលាតត្រដាងរឿងអាស្រូវសម្ងាត់នៃការជួញដូរព័ត៌មានដែលធ្វើឲ្យជនរងគ្រោះរាប់ពាន់នាក់បាត់បង់យុត្តិធម៌អង្គភាពនេះមានឈ្មោះថាអង្គភាព731ចាប់តាំងពីសតវត្សទី19មកជប៉ុនបានទុកខ្លួនឯងជាមហាអំណាចអាស៊ីតែមួយគត់ដែលគួរតែត្រួតត្រាលើទ្វីបអាស៊ីទាំងមូលដោយចាប់ផ្ដើមការកាន់កាប់កោះតៃវ៉ាន់និងប្រទេសកូរ៉េការរីកចម្រើននៃអង្គភាព731មិនអាចបំបែកចេញពីប្រវត្តិសាស្ត្រនៃការរីកចម្រើនរបស់ចក្រភពជប៉ុនបានទេជប៉ុនបានទុកខ្លួនឯងជាមហាអំណាចតែមួយគត់ដែលគួរតែត្រួតត្រាលើទ្វីបអាស៊ីទាំងមូលដោយចាប់ផ្ដើមកាន់កាប់កោះតៃវ៉ាន់និងប្រទេសកូរ៉េសង្គ្រាមលោកលើកទី1បានផ្ដល់ឱកាសមាសដល់ជប៉ុនខណៈពេលដែលមហាអំណាចអឺរ៉ុបជាប់ដៃនឹងសង្គ្រាមជប៉ុនបានចូលរួមខាងសម្ព័ន្ធមិត្តហើយបានបែងចែកតំបន់អាណានិគមជាមួយអាល្លឺម៉ង់ដើម្បីដាក់អាណានិគមលើប្រទេសចិនដូចជាការចូលគ្រប់គ្រងកំពង់ផែឈីនតាវនិងនៅលើប្រជុំកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជ័យជំនះនេះបានពង្រឹងជំនឿរបស់មេដឹកនាំយោធាជប៉ុនថាការពង្រីកដែនអាណានិគមគឺជារឿងត្រឹមត្រូវពួកគេត្រូវការពង្រីកឥតឈប់ឈរដើម្បីប្រមូលធនធានធម្មជាតិដូចជាធ្យូងថ្មនិងរ៉ែដែកសម្រាប់ឧស្សាហកម្មយោធាដែលចាំបាច់របស់ខ្លួនដើម្បីធ្វើសង្គ្រាមគោលដៅគឺប្រទេសចិនដែលសម្បូរទៅដោយធនធានទាំងនេះភាពតានតឹងបានផ្ទុះឡើងខ្លាំងនៅទសវត្សរ៍ឆ្នាំ1930នៅពេលដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ច The Great Depression ពួកយោធានិយមជប៉ុនកាន់តែមានឥទ្ធិពលពួកគេបានសម្រេចចិត្តដោះស្រាយកង្វះខាតធនធានដោយការប្រើកម្លាំងទ័ពដោយដែលយើងបានរៀបរាប់ឧបទ្ទហេតុ Mukden ក្នុងឆ្នាំ1931គឺជាលេសសម្រាប់ការលុកលុយនិងកាន់កាប់ដែនដី Manchuria របស់ប្រទេសចិនដែនដីនោះត្រូវបដូរឈ្មោះជា Manchukuo ដែលជាមូលដ្ឋានទ័ពនិងជាជម្រកធនធានដ៏ធំសម្រាប់ជប៉ុនត្រង់នេះដែរខ្ញុំសូមបញ្ជាក់ទាក់ទងទៅនឹងឧបទ្ទហេតុ Mukden ជាព្រឹត្តិការណ៍រៀបចំដើម្បីក្លែងធ្វើជាលេសសម្រាប់ការឈ្លានពានទៅលើទីក្រុង Manchuria របស់ចិនដើមហេតុនោះគឺកើតឡើងថ្ងៃទី18ខែកញ្ញាឆ្នាំ1931ដែលមានទីតាំងនៅជិតទីក្រុង Mukden បច្ចុប្បន្នគឺជាទីក្រុង Shenyang នៅក្នុងតំបន់ Manchuria របស់ប្រទេសចិនមន្ត្រីយោធាជប៉ុនម្នាក់បានបំផ្ទុះផ្លូវដែកគ្រប់គ្រងដោយជប៉ុនការបំផ្ទុះនេះមានកម្លាំងខ្សោយរហូតដល់មិនអាចបំផ្លាញផ្លូវដែកបានឡើយរថភ្លើងនៅតែអាចឆ្លងកាត់បានប្រមាណនាទីក្រោយមកពេលនោះដែរប្រតិកម្មរបស់ជប៉ុនបានចោទប្រកាន់អ្នកប្រឆាំងចិនថាជាអ្នកបង្កហេតុហើយបានប្រើប្រាស់ឧបទ្ទហេតុនេះធ្វើជាលេសដើម្បីឈ្លានពានពេញទំហឹងនិងកាន់កាប់តំបន់ Manchuria ជប៉ុនបានបង្កើតរដ្ឋអាយ៉ងដែលមានឈ្មោះថា Manchukuo នៅក្នុង Manchuria 5ខែក្រោយមកឧបទ្ទហេតុនេះត្រូវបានគេស្គាល់ផងដែរថាជាឧបទ្ទហេតុ Manchuria ហើយត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនាំទៅដល់ការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី2ត្រឡប់មកកាន់សាច់រឿងរបស់យើងវិញទីតាំងនេះត្រូវបានផ្ដល់លក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ការពិសោធន៍ដ៏ខ្មាំងងឹតបំផុតឧត្តមសេនីយ៍ Shiro Ishii បានចាប់ផ្ដើមបង្កើតមូលដ្ឋានស្រាវជ្រាវអាវុធជីវសាស្ត្រនៅទីនោះដែលមានឈ្មោះថាអង្គភាព731នៅឆ្នាំ1936ការជ្រើសរើសទីតាំងនៅក្រៅប្រទេសជប៉ុននេះគឺដើម្បីលាក់បាំងឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៅក្រោមម្លប់ការការពារអាណានិគមនិងដើម្បីធានាការផ្គត់ផ្គង់ជនរងគ្រោះគ្មានទីពឹងដែលគេដាក់ឈ្មោះថា Morita ដូច្នេះអង្គភាព731មិនមែនតែជាមន្ទីរពិសោធន៍ទេតែជាឧបករណ៍ដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមលោកលើកទី2របស់ជប៉ុនដើម្បីត្រួតត្រាលើអាស៊ីដោយប្រើប្រាស់អាវុធជីវសាស្ត្រដែលប្រទេសលោកខាងលិចបានហាមឃាត់អង្គភាពនេះមានឈ្មោះថាអង្គភាព731វាត្រូវបានបង្កើតឡើងនៅឆ្នាំ1937ដោយឧត្តមសេនីយ៍ Toshiro Ishii ដែលជាវេជ្ជបណ្ឌិតយោធាដ៏ប៉ិនប្រសប់គោលបំណងគឺដើម្បីអភិវឌ្ឍអាវុធជីវសាស្ត្រនិងគីមីដែលអាចប្រើប្រាស់ទ្រង់ទ្រាយធំក្នុងសង្គ្រាមទីតាំងពិតប្រាកដរបស់វាគឺនៅ Pingfang នៃ Harbin ដែនដី Manchukuo នៅភាគឦសានរបស់ប្រទេសចិននៅទីនោះជនរងគ្រោះភាគច្រើនគឺជាជនជាតិចិន រុស្ស៊ី កូរ៉េ
និងប្រជាជនដទៃទៀតដែលត្រូវបានចាប់ខ្លួនហើយត្រូវបានដាក់ឈ្មោះថាមរតាដែលបកប្រែជាភាសាខ្មែរឈើមូលឬកំណត់ហេតុពួកគេមិនត្រូវបានគេចាត់ទុកថាជាមនុស្សទេគឺគ្រាន់តែជាវត្ថុធាតុដើម្បីបម្រើការពិសោធន៍ប៉ុណ្ណោះរបាយការណ៍បានប៉ាន់ស្មានថាមនុស្សយ៉ាងតិចចន្លោះពី 3,000 ទៅ 12,000 នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងបរិវេណអង្គភាព 731 នេះមិនទាន់គិតដល់ជនស៊ីវិលរាប់សែននាក់ដែលស្លាប់ដោយការវាយប្រហារជីវសាស្ត្រដែលពួកគេបានអនុវត្តនៅតាមទីក្រុងនានាឡើយអ្វីដែលបានកើតឡើងនៅទីនោះគឺហួសពីការយល់ឃើញរបស់មនុស្សធម្មតាក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តដ៏ឃោរឃៅទៅលើជនរងគ្រោះជាច្រើនបែបច្រើនសន្តានដើម្បីសិក្សាពីរបៀបដែលរាងកាយរបស់មនុស្សប្រតិកម្មនិងអាវុធជីវសាស្ត្រការពិសោធន៍មានដូចជាការចម្លងជំងឺដោយចេតនាជនរងគ្រោះត្រូវបានចាក់បង្ខំឲ្យស្រូបយកមេរោគប៉េសអាសន្នរោគការវះកាត់ទាំងរស់ពួកគេបានវះកាត់ជនរងគ្រោះទាំងនៅមានស្មារតីដើម្បីសិក្សាផលប៉ះពាល់នៃជំងឺនៅក្នុងសរីរាង្គផ្ទាល់បន្ទាប់ពីចាក់បញ្ចូលមេរោគរួចជនរងគ្រោះត្រូវគេវះទាំងរូបគឺជនរងគ្រោះគេវះទាំងគាត់នៅមានស្មារតីដើម្បីសិក្សាពីផលប៉ះពាល់នៃជំងឺនៅក្នុងសរីរាង្គផ្ទាល់ដោយគ្មានការប្រើថ្នាំស្ពឹកក្រោយមកទៀតជនរងគ្រោះត្រូវបានគេយកទៅបង្កកកាត់អវយវៈគេយកជនរងគ្រោះទៅទុកឲ្យកកនៅក្នុងសេតនាភាពក្រោម0ដើម្បីសិក្សាពីផលប៉ះពាល់នៃការបាក់រលួយដោយភាពត្រជាក់បន្ទាប់មកកាត់អវយវៈចេញសក្ខីកម្មរបស់អតីតបុគ្គលិកអង្គភាព 731 ដូចជាលោក Ken Yosa បានបញ្ជាក់យ៉ាងច្បាស់អំពីភាពឃោរឃៅទាំងនេះលោក Yosa បានសារភាពថាគាត់ក៏បានចូលរួមក្នុងការវះកាត់មនុស្សរស់ជាច្រើនលើកជាច្រើនដងដែរនៅពេលជប៉ុនចាញ់សង្គ្រាមឧត្តមសេនីយ៍អ៊ីស៊ីបានបំជាឲ្យបំផ្លាញរាល់ភស្តុតាងនិងសម្លាប់មូលតាដែលនៅសេសសល់ពួកគេគិតថាអាថ៌កំបាំងនេះនឹងត្រូវកប់បាត់ជារៀងរហូតនៅពេលសង្គ្រាមបានបញ្ចប់មេបញ្ជាការអ៊ីស៊ីបានលាក់ខ្លួនប៉ុន្តែអង្ក្រឹតកម្មដ៏ធំនេះមិនអាចលាក់បានយូរទេសហភាពសូវៀតបានដឹងហើយបានចាប់ផ្ដើមតាមប្រមាញ់អ ுக ្រិតជនទាំងនេះប៉ុន្តែរឿងដែលធ្វើឲ្យរន្ធត់គឺការអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្រុមស៊ើបអង្កេតអាមេរិកមកពី Front Detroit ដែលជាមជ្ឈមណ្ឌលសង្គ្រាមជីវសាស្ត្ររបស់អាមេរិកបានដឹងអំពីទំហំនៃការស្រាវជ្រាវរបស់អង្គភាព 731ក្រោយមកទៀតសហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តមួយគឺផ្ដល់ការលើកលែងទោសដល់ឧត្តមសេនីយ៍ Shiro Ishii និងសហការីរបស់គាត់ជាថ្នូរនឹងទិន្នន័យពិសោធន៍មនុស្សទាំងស្រុងមានន័យថាដោះដូរទិន្នន័យជាថ្នូរនឹងការរួចទោសយោងតាមឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក Declassified US Document ចាប់ពីឆ្នាំ 1947 ដល់ឆ្នាំ 1948 រដ្ឋាភិបាលអាមេរិកបានចំណាយលុយមួយចំនួនដើម្បីទិញទិន្នន័យនេះពួកគេមិនចង់ឲ្យព័ត៌មានដ៏មានតម្លៃនេះដែលទទួលបានដោយការលះបង់ជីវិតរបស់មនុស្សរាប់ពាន់នាក់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សហភាពសូវៀតក្នុងកំឡុងសង្គ្រាមត្រជាក់សម្រាប់អាមេរិកព័ត៌មាននេះមានតម្លៃជាយុទ្ធសាស្ត្រជាងការផ្ដល់យុត្តិធម៌ទៅទៀតរឿងដែលគួរឲ្យឈឺចាប់សម្រាប់ប្រជាជនចិនគឺ Shiro Ishii និងបុគ្គលិកដទៃទៀតមិនដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមទេក្រោយមកទៀតនៅឆ្នាំ 1959 Ishii បានស្លាប់ដោយមានជាប់ទោសនៅក្នុងពន្ធនាគារសូម្បីតែមួយថ្ងៃការសម្រេចចិត្តរបស់អាមេរិកបានកាត់ផ្តាច់ក្តីសង្ឃឹមរបស់ជនរងគ្រោះនិងក្រុមគ្រួសារពួកគេក្នុងការស្វែងរកយុត្តិធម៌ពួកគេបានក្លាយជាការលះបង់សម្រាប់ការចាប់ផ្ដើមសង្គ្រាមត្រជាក់រហូតមកទល់បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនបានបង្ហាញការស្ដោះស្ដាយប៉ុន្តែនៅតែមិនទាន់ទទួលស្គាល់ជាផ្លូវការនៅរាល់ទំហំនៃអក្រិតកម្មរបស់អង្គភាព 731 នៅក្នុងកម្រិតរដ្ឋាភិបាលពេញលេញនៅឡើយទេមានតែតាមរយៈការសារភាពរបស់អតីតបុគ្គលិកមួយចំនួនប៉ុណ្ណោះទើបរឿងរ៉ាវពិតត្រូវបានលាតត្រដាងជាបន្តបន្ទាប់ប្រវត្តិសាស្ត្ររបស់អង្គភាព 731 ជាការរំលឹកដ៏ឈឺចាប់មួយនៅពេលដែលនយោបាយនិងផលប្រយោជន៍ខាងយោធាចូលខ្លួនមកគោលការណ៍សីលធម៌យុត្តិធម៌អាចនឹងត្រូវបានគេជន់ឈ្លីការលាក់បាំងរឿងពិតមិនអាចលុបបំបាត់ឧក្រិដ្ឋកម្មបានឡើយ
តើការសម្រេចចិត្តរបស់អាមេរិកក្នុងការជួញដូរទិន្នន័យជីវសាស្ត្រដ៏ខ្មៅងងឹតនេះអាចត្រូវបានលើកលែងទោសបានទេសូមចូលរួមមតិរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមបើអ្នកយល់ថាវីដេអូនេះមានតម្លៃសូមចុច like និង subscribe ជួបគ្នានៅវីដេអូបន្ទាប់